បាទសួស្តីបងប្អូនអរគ្នាបាទជួបគ្នាសាជាថ្មីទៀតហើយបាទគឺបញ្ហាម៉ូតូคลิกនេះគឺមានបញ្ហាគឺអស់ប្រេងទៀតបងប្អូនបាទគឺខ្វះប្រេងទៀតហើយណាមួយគឺបញ្ហាលឺទាំងមីស្តុងឬទាំងយ៉េងបងប្អូនអរគ្នាបាទឥឡូវយើងស្ដាប់ទាំងអស់គ្នាបងប្អូនបាទបាទបងប្អូនបាទនេះលឺបងប្អូនអរគ្នាបាទហើយខាងប្លុកខ្សែពីរបស់គាត់ក៏លឺផងដែរបងប្អូនអរគ្នាបាទគឺលឺខ្លាំងមែនទែនបាទចាំមើលបាទខ្ញុំបែកកាមេរ៉ាទៅខាងប្លុកខាងខ្សែពីហ្នឹងបងប្អូនអរគ្នាបាទដោយសារខាងប្លុកខ្សែពីហ្នឹងគឺលឺខ្លាំងមែនទែនបាទសម្បីតែយើងប្រវល់កង់ក៏លឺដែរបងប្អូនអរគ្នាបាទគឺលឺប្រដានកង់ខាងក្រោយបាទហើយខាងនេះឃើញបងប្អូននេះឃើញអត់លឺបងប្អូនអរគ្នាបាទខាងប្លុកខ្សែពីហ្នឹងគឺលឺខ្លាំងមែនទែនបាទហើយចំណុចម៉ាស៊ីនរបស់គាត់គឺលឺលាន់ខ្លាំងមែនទែនបាទឥឡូវយើងចាប់ផ្ដើមរើទាំងអស់គ្នាទៅបងប្អូនបាទតើបញ្ហាហ្នឹងគឺដូចខ្ញុំនិយាយអត់បងប្អូនបាទឥឡូវចាំមើលយើងចាប់ផ្ដើមរើទាំងអស់គ្នាបាទឥឡូវយើងរើខាងសបុកអៀសិនបាទហើយខាងសបុកអៀបើសិនកន្លែងជើងរុនបាទគឺសបុកអៀដំណើរការបងប្អូនបាទសបុកអៀនឹងស្អាតគឺយើងលាងបងប្អូនបាទគឺយើងលាងឲ្យស្អាតដូចថ្មីបងប្អូនបាទគឺបញ្ហាប៉ានេះគឺជើងរុនអត់ចោលទេបាទគឺអត់ចោលទេមុននឹងចោលគឺយើងត្រូវមើលភិនភាសបុកអៀសិនតើសបុកអៀហ្នឹងគឺរីកឬក៏អត់រីកទេបងប្អូនបាទបើសិនសបុកអៀហ្នឹងគឺស្អាតគឺយើងអាចលាងមកគឺអាចប្រើប្រាស់វិញបានបងប្អូនបាទគឺលាងទៅគឺស្អាតភ្លឹងបងប្អូនបាទចាំមើលដល់ពេលវាចុងវីដេអូឬក៏វីដេអូបន្តទៀតខ្ញុំនឹងលាងឲ្យបងប្អូនមើលបាទតើខ្ញុំបាននិយាយតែមាត់ឬក៏យ៉ាងម៉េចបងប្អូនបាទអញ្ចឹងមើលមកកន្លែងជើងរុនគឺជួយសន្សំថវិកាបងប្អូនបាទគឺរបស់ដែលអាចប្រើការបានគឺយើងអត់ត្រូវផ្លាស់ប្ដូរទេបាទគឺយើងត្រូវការប្រើវិញបានបាទដូចជាសបុកអៀនេះអញ្ចឹងឃើញបងប្អូនបាទគឺសបុកអៀបែបនេះគឺថា 100% បងប្អូនបាទដឹងតែផ្លាស់ប្ដូរហើយប៉ុន្តែចំណុចជើងរុនមុននឹងផ្លាស់ប្ដូរគឺយើងត្រូវត្រួតពិនិត្យមើលសបុកអៀនេះផងដែរបាទតើសបុកអៀនឹងអាចប្រើការបានឬអត់បាទប៉ុន្តែយកប៉ុណ្ណេះគឺខ្ញុំថាមិនថ្មីទេបងប្អូនបាទគឺយើងយកមកយើងអាចលាងសម្អាតបាទគឺស្អាតភ្លឹងថ្មីជើងទៅវិញដាក់ទៅវិញបងប្អូនបាទឥឡូវឆែកមើលខាងប្លុកខាងខ្សែពៀនបាទគឺខាងខ្សែពៀនគាត់គឺរៀងកឆែកកឆោដែរបាទហើយខាងខ្សែពៀនក៏រៀងប្រេះផងដែរបងប្អូនបាទមើលយើងប្រវល់ទៅឃើញលឿនបងប្អូនបាទគឺប្រវល់ទៅគឺលឿនឡន់ហ្នឹងបងប្អូនបាទឥឡូវចាំមើលយើងដោះកន្លែងប្រឡោខាងស្បែកយកសិនបាទតើខ្សែពៀនហ្នឹងដូចខ្ញុំនិយាយថាប្រេះអត់បាទដោយសារបញ្ហាខ្សែពៀននឹងប្រេះគឺខូចក៏មិនដាល់ឲ្យរៀងខ្សោយកម្លាំងដែរបងប្អូនបាទគឺនិយាយខ្សែពៀននិយាយបងប្អូនបាទគឺលន់ដែរហើយចំណែកកទីស្បែកហ្នឹងគឺធ្វើឲ្យពេលយើងចេញទៅចេញដេប៉ាទៅឬញ័រក្រោយបាទញ័រកតុយយកកង់ក្រោយបងប្អូនបាទនិយាយស្អីច្បាស់មែនទេបងប្អូនបាទមើលឃើញបងប្អូនបាទគឺខ្សែពៀនហ្នឹងគឺខូចហើយអញ្ចឹងយើងត្រូវការផ្លាស់ប្ដូរជាមួយនឹងខ្សែពៀនថ្មីហើយឃើញស្នាមកទីខ្សែពៀនបងប្អូនបាទហើយខាងឃ្លីខាងឡូខាងអីហ្នឹងគឺយើងត្រូវការផ្លាស់ប្ដូរថ្មីដែរបងប្អូនបាទឥឡូវជាមួយទាំងអស់គ្នាបងប្អូនបាទនេះឃើញបងប្អូនអរគ្នាបាទចឹងត្រូវរៀបចំមកគាត់គឺមកអេមដាក់ទៅវិញបងប្អូនអរគ្នាបាទហើយចំណែកឡតចំណែកស្អីនេះបាទគឺយើងរៀបការផ្លាស់ប្ដូរថ្មីផងដែរបាទព្រោះដាក់ទៅវិញគឺយើងប្រើការវាមិនសូវល្អទេបាទគឺមិនសូវស្ទុះមិនសូវកម្លាំងទេអត់សូវខ្លាំងទេបងប្អូនបាទឃើញសត្វកតិចបងប្អូនបាទនេះគឺជាបញ្ហាបណ្ដាលឲ្យម៉ូតូរបស់បងប្អូនគឺរៀងខ្សោយបងប្អូនបាទអញ្ចឹងព្រោះម៉ូតូអូតូគឺយើងត្រូវឧស្សាហ៍ត្រួតពិនិត្យមើលបងប្អូនបាទខាងប្លុកខាងខ្សែពីហ្នឹងពិសេសជាងគេគឺសបុកអៀបើសិនជាសបុកអៀគឺបែបនេះហើយគឺបញ្ហាម៉ូតូរបស់បងប្អូននឹងបាត់ប្រេងបងប្អូនបាទគឺបាត់ប្រេង 100% ហើយអញ្ចឹងគឺយើងត្រូវការសម្អាតផងពិសេសជាងគេគឺសបុកអៀហ្នឹងបងប្អូនបាទដូចជាយើងថប់ដង្ហើមហ្នឹងបងប្អូនបាទដូចជាដល់ពេលយើងដកដង្ហើមទៅវាស្ទះដល់ថាមិនសូវស្រួលអញ្ចឹងបងប្អូនបាទអញ្ចឹងយើងត្រួតពិនិត្យពេលយើងផ្លាស់ប្ដូរជាមួយនឹងប្រេងម៉ាស៊ីនគឺយើងត្រូវលាងសម្អាតចេញបាទព្រមនឹងសម្អាតចេញបាទបើសិនជាសបុកអៀហ្នឹងគឺបាទជាមួយនឹងដីហុយយើងអាចផ្លុំចេញបានណាបងប្អូនបាទបើសិនជាមានស្នាមប្រេងជាប់ដូចខ្ញុំដោះមកមិញគឺយើងត្រូវលាងសម្អាតបាទគឺយើងសម្អាតគឺយើងត្រូវមានពេញនេះបច្ចេកទេសត្រូវលាងសម្អាតផងដែរបាទគឺយើងមិនយកមកលាងផុយអត់ទេបងប្អូនបាទគឺយើងលាងសម្អាតទាំងមិនឲ្យស្អាតដាក់ទៅវិញគឺដឹងតែប្រើការកើតហើយបងប្អូនឥឡូវជាមួយយើងដោះកន្លែងប៊ីសិនហើយកន្លែងរីងនេះក៏ខូចបងប្អូនឃើញអត់បងប្អូនបាទគឺខូចបាទភាសារីងនេះគឺយើងបានត្រួតពិនិត្យមើលការដាក់បងប្អូនចេះដាក់ទៅគឺស្គាល់ទៅបណ្ដាលឲ្យរីងហ្នឹងគឺវាខូចបាទលហែករីងកាលណាលហែករីងទៅបណ្ដាលឲ្យពេលយើងផ្សេងសិនទៅប៊ីសាំងដំណើរការគឺបណ្ដាលឲ្យជ្រាបសាំងចេញខាងក្រៅបងប្អូនបាទឥឡូវជាមួយយើងដោះសំណុំទូរ៉ាសិនហើយចំណែកសំណុំទូរ៉ារបស់គាត់គឺយើងត្រូវលាងសម្អាតគាត់ផងដែរបងប្អូនបាទអញ្ចឹងម៉ូតូរបញ្ហាពួកម៉ូតូអូតូដែលមកកន្លែងជើងរុនហើយបាទរឿងសិនហើយគឺជើងរុននឹងសម្អាតពីជូនបាទសំណុំទូរ៉ានេះគឺលាងឲ្យស្អាតជូនបងប្អូនទៅវិញបាទគឺយើងលាងឲ្យស្អាតបងប្អូនដូចជាដុំភ្លើងនេះដែរបងប្អូនឃើញបងប្អូននេះឃើញអត់បាទគឺបណ្ដាលឲ្យគឺមានបញ្ហាបាទប៉ះពាល់ជាមួយនឹងដុំភ្លើងបាទឥឡូវយើងលាងសម្អាតរួចរាល់អស់ហើយបងប្អូនអរគ្នាបាទគឺរួចរាល់អស់ហើយឥឡូវយើងចាប់ផ្ដើមដាក់ជាមួយនឹងយេនបាទជាមួយនឹងផ្ដាំងបាទឥឡូវយើងចាប់ផ្ដើមដាក់បញ្ចូលទៅបាទពូคลิก150បងប្អូនអរគ្នាបាទយើងយកកាទៀងមួយទៀតគឺបង្គំមកក្រឹបបាទគឺទីលាងគឺមកស្អាតចេះបងប្អូនបាទឥឡូវចាប់ផ្ដើមរកខ្ចៅម្ដងមកបាទខ្ចៅមួយណាមួយនេះទេបងប្អូនបាទគឺខ្ចៅរៀងច្រើនហើយរៀងវិញបងប្អូនបាទប៉ុន្តែមិនថ្មីទេបងប្អូនបាទយើងបោះមើលទៅបាទបើសិននៅសល់ប្រហែលជា2ហ៊ុនគឺត្រូវបងប្អូនបាទគឺខ្ចៅបងប្អូនបាទបើសិនជាវិញហ្នឹងគឺអត់ត្រូវទេបាទឥឡូវជាមួយខ្ញុំដាក់មើលនេះឃើញបងប្អូនក្រឹបឃើញបងប្អូនបាទគឺដាក់ស្រួលមែនតើបងប្អូនមកគ្នាបាទបើចង់ឲ្យដឹងថាខ្ចៅណាខ្ចៅណីនៅខាងណាស្រួលជាងរុនអត់ចំណេញទេបងប្អូនប្រាប់បងប្អូនទាំងអស់នឹងមានទុកហើយបងប្អូនអរគ្នាបាទឥឡូវចាប់ផ្ដើមដាក់ខ្ចៅហើយបាទហើយការរឹតនោះគឺយើងត្រូវរឹតសន្សំស្មើគ្នាផងដែរបងប្អូនអរគ្នាបាទ
ហើយរត់គឺយើងត្រូវស្ទង់មើលកម្លាំងដៃយើងផងដែរមិនមែនចេះតែរត់យកតែមកហោធំមកកម្លាំងគឺខ្លាំងទេអត់ទេបងប្អូនបាទគឺដាក់គឺយើងត្រូវស្មានមើលកម្លាំងយើងផងដែរបាទកាលណាយើងអាចរត់ខ្លាំងពេកបណ្ដាលឲ្យខ្សៅនឹងគឺទ្រក់បាទឬក៏ដាច់ខ្សៅអញ្ចឹងយើងរត់តែម្តឹងដៃល្មមបានហើយបាទព្រោះយើងអត់មានម៉ូទ័រសម្រាប់មើលនៅកម្លាំងទេបាទអញ្ចឹងយើងប្រើដសោព្រឹត្តជាមួយនឹងកម្លាំងដៃគឺស្មានតែបណ្ដោយទៅបាទឥឡូវចាប់ផ្ដើមដាក់ជាមួយនឹងពញ្ញុងលកាមមកចំណុចពញ្ញុងលកាមគឺយើងត្រូវការផ្លាស់ប្ដូរផងដែរបាទយើងត្រូវការដាក់ជាមួយនឹងពញ្ញុងលកាមល្អបងប្អូនបាទជំនួយខ្ញុំជម្រាបបន្តទៀតដែរបងប្អូនគ្នាបាទហើយយើងដាក់បន្តទៀតបាទកាពីបាទមិនគឺយើងដាក់ជាមួយនឹងខ្ញុំកាមបាទហើយយើងដាក់ជាមួយនឹងខ្ញុំប៊ុំប្រេងបងប្អូនគ្នាបាទគឺកន្លែងនេះគឺមានទូនាទីសំខាន់ណាស់កន្លែងប៊ុំប្រេងនេះបងប្អូនមកគ្នាបាទកាលណាស្ពឺប៊ុំប្រេងនេះគឺខូចមកដល់ឲ្យម៉ូតូនេះគឺលាន់បងប្អូនគ្នាបាទពួកคลิกពួក PCH គឺភាគច្រើនខូចតែហ្នឹងបងប្អូនបាទជិះយូរទៅបាទបញ្ហាគឺកន្លែងស្ពឺប៊ុំប្រេងហ្នឹងឯងបងប្អូនគ្នាបាទឥឡូវចាប់ផ្ដើមដាក់ជាមួយនឹងនេះសិនបងប្អូនគ្នាបាទកន្លែងដៃទប់ជាមួយនឹងពញ្ញុងលកាមបាទដើម្បីកុំឲ្យរបូតចេញមកខាងក្រៅបាទបន្តទៀតគឺយើងដាក់ជាមួយនឹងដៃធ្នូលកាមបាទឥឡូវយើងមុខចៅនេះមួយសិនបងប្អូនបាទដើម្បីការពារកុំឲ្យពញ្ញុងលកាមគឺខ្ទាតចេញមកក្រៅបងប្អូនបាទឥឡូវដាក់រួចរាល់ហើយបាទគឺយើងយកគ្របជើងបាទដាក់បញ្ចូលហ្វុតរួចរាល់ហើយដាក់ឲ្យមកគ្របជើងមកបងប្អូនបាទហើយចំពោះរីងនេះបងប្អូនបាទរីងកន្លែងគ្របហ្នឹងបើសិនជាយើងអត់មានទេយើងអាចកែច្នៃដាក់បានបាទរីងនេះបងប្អូនបាទប៉ុន្តែឥឡូវគឺយើងសម្បូរបែបអីទេបងប្អូនបាទសម្រាប់រីងសម្រាប់ការពារហ្នឹងបងប្អូនដាក់ទៅយើងមិនបាច់ដាក់កែដាក់ទៅទេឲ្យតែរីងយើងក្រាស់គឺដាក់ទៅដឹងតែចិត្តប្រេងល្អហើយបាទដល់តែក្រាស់ឬដាក់ទៅនឹងចិត្តប្រេងល្អបងប្អូនបាទឥឡូវចាប់ដើមមុខខ្សែរៀងមកល្មមបាទបងប្អូនបាទកុំមួយតឹងពេកណាកាលណាតឹងពេកនឹងអាចនឹងដាច់ខ្សែហើយបងប្អូនបាទឥឡូវខ្ញុំនិយាយអំពីកន្លែងខាងផ្លិតប៊ុំប្រេងមិញបងប្អូនបាទឥឡូវយើងទៅដល់កន្លែងផ្លិតប៊ុំទឹកឥឡូវហើយបាទផ្លិតប៊ុំទឹកនេះគឺចាំដល់វាហ្នឹងចាំនិយាយមកបងប្អូនបាទឥឡូវយើងចាប់ដើមដាក់ជាមួយនឹងវីស្តុងសិនបាទវីស្តុងយើងគឺវាតាមស្រាគឺត្រូវបែបបដោះហើយបងប្អូនបាទឥឡូវចាប់ដើមបញ្ចូលជាមួយនឹងសមីរបស់យើងសិនបាទតែមុននឹងបញ្ចូលសមីគឺយើង complete លាបប្រេងបងប្អូនគ្នាបាទ complete លាបប្រេងកាលណាលាបប្រេងទេមកដល់ឲ្យម៉ូតូហ្នឹងដឹងតែគុកពេកបងប្អូនបាទមិនដំបូងដឹងគុកពេកហើយបាទឥឡូវយើងចាប់ដើមដាក់បញ្ចូលទៅហើយគឺរឹបចកត់ឲ្យណាតិចមកគឺរឹបបាទអីមែនតើបងប្អូនគ្នាបាទហើយចំណែកសមីនេះគឺយើងអាចបានដូរទេបងប្អូនបាទសមីនេះគឺរបស់គាត់គឺស្អាតប៉ុណ្ណាគ្រាន់តែយើងមកឲ្យស្អាតឲ្យលលោងស្មើមកទៅផ្ទៃសាច់នេះស្មើទៅគឺអាចប្រើការបានដែរបាទគឺអាចប្រើការបានដែរបងប្អូនបាទឥឡូវយើងចាប់ដើមដាក់រួចរាល់ហើយបាទមើលសិនបាទប្រវល់វីស្តុងគឺឡើងមកអស់សិនកាលណាបើវីស្តុងឡើងមិនអស់ទេពួកប្រភេទពួកម៉ូអូតូនេះគឺពិបាកវិស័យបងប្អូនបាទគឺខុសតង់គឺអត់ចេះបងប្អូនបាទអាចចំណុចរងបាទគឺសមីនេះរងកន្លះនេះគឺយើងត្រូវការផ្លាស់ប្ដូរជាមួយនឹងរងថ្មីដែរបងប្អូនបាទជាមួយពណ៌ម៉ូតូដែលប្រើជាមួយនឹងទឹកស្អមនេះគឺប្រយ័ត្នតែមែនតើប្រយ័ត្នចំពោះរងបងប្អូនបាទគ្នាបាទយើងរើហើយយើងកុំស្ដាយគឺយើងត្រូវការផ្លាស់ប្ដូរជាមួយនឹងរងថ្មីកាលណាយើងដាក់ជាមួយនឹងរងចាស់បញ្ហាគឺនឹងមានណាបងប្អូនគ្នាបណ្ដាលឲ្យជ្រាបទឹកបាទបណ្ដាលឲ្យជ្រាបទឹកបាទចូលជាមួយនឹងប្រេងសិនហើយជើងពិបាករើម្ដងទៀតបងប្អូនគ្នាបាទឥឡូវចាប់ដើមដល់ជាមួយនឹងពូលកាមឬក៏ហៅថាតង់បាទកន្លែងនេះគឺសំខាន់មែនតើបងប្អូនគ្នាបាទកាលណាបើយើងដាក់សារ៉េចំតង់ឬចំពួងទេមកដល់ឲ្យម៉ូតូហ្នឹងគឺវាផ្សេងហើយចំផែតពូម៉ូតូអូតូនេះគឺយើងត្រូវប្រយ័ត្នមែនតើមិនមែនដោយពូម៉ូតូឆ្កឹះលេខស្រួលសារ៉េទេបងប្អូនបាទគឺពិបាកដោះវិញគឺពិបាកដោះវិញឆ្ងាយបងប្អូនអញ្ចឹងគឺយើងត្រូវមើលឲ្យចំតង់ចំពួងទៅណាបងប្អូនហើយចំណែកដាក់តង់ដាក់ពួងនោះគឺស្រួលហើយបងប្អូនបាទគឺស្រួលមែនតើបាទគឺមានពួងសម្រាប់យើងមើលផងដែរមានចំណុចអក្សរបាទលេខដកហ្នឹងបងប្អូនដាក់ឲ្យស្មើគ្នាមកនេះមើលបងប្អូនមើលខ្ញុំប្របែដល់រួចជំរឹកខ្សែដូចសិនបងប្អូនបាទដោយសារយើងវានេះរឿងប្របែតិចបងប្អូនបាទជាមួយយើងរឹកខ្សែឲ្យចំគោលដៅហើយជាមួយយើងប្របែកាមេរ៉ាបងប្អូនមើលបាទហើយបន្តទៀតគឺយើងរឹកខ្សែទាំងពីរហ្នឹងឲ្យរឿងតឹងមកបងប្អូនបាទឲ្យតឹងមកបាទអត់មានធូរណាបងប្អូនបាទតែធូរគឺរបូតលកាមចំក្រោមគឺមានបញ្ហាគឺវិញឆ្ងាយបងប្អូនមកគឺបញ្ហាវិញឆ្ងាយមែនតើបាទអញ្ចឹងយើងមុខខ្សែ4សិនហើយចំណែកប្រភេទពុកខ្សែ4គឺយើងមូលត្រូវគឺមូលដាក់ខ្វែងគ្នាបងប្អូនបាទមិនមែនមូលស្របដេញគ្នាជាមួយអត់ទេបាទគឺយើងមូលដោយសញ្ញាលេខគុណខ្វែងអញ្ចឹងបានចូលទៅគឺស្មើគ្នាបាទតាមបច្ចេកទេសគឺអញ្ចឹងបងប្អូនបាទអត់មានលេខសើចទេបងប្អូនគឺនិយាយកាត់ប៉ុណ្ណឹងបងប្អូនបាទឥឡូវចាប់ដើមមូលខ្សែរៀងតឹងចូលស្មើគ្នាសិនបាទខ្សែ9គឺចូលមកស្មើគ្នាក្រែកមកបាទព្រោះយើងអត់មានលេខកាសចូលសម្រាប់ស្ទង់យើងស្ទង់នឹងដៃក៏ដឹងហើយបាទនេះឃើញអត់បាទគឺស្មើអញ្ចឹងដាក់ពួងគឺស្មើនឹងចំណុចខ្ញុំបង្ហាញនឹងបងប្អូនបាទឥឡូវយើងចាប់ដើមដល់ជាមួយនឹងតូមទីកាមបាទតូមទីលកាមគឺសំខាន់ណាស់បងប្អូនបាទបើសិនជាតូមទីនេះគឺកាំងគឺខូចទេបងប្អូនបាទគឺផ្លាស់ប្ដូរថ្មីទៅបើវាកាំងហើយបងប្អូនបាទគឺយើងបាច់ចាំកែច្នៃទៀតទេបាទដូរថ្មីទៅគឺលឿនបាទកាលណាបណ្ដាលឲ្យតូមទីលកាមខូចគឺបណ្ដាលឲ្យលុតតង់គឺពួងខុសផងដែរបាទហើយបណ្ដាលឲ្យលកាមធូរគឺលន់ណាបងប្អូនរាវបាទរាវបងប្អូនបាទឥឡូវយើងចាប់ដើមរត់រឿងតឹងមកចិត្តរួចហើយបងប្អូនបាទចិត្តរួចរាល់ហើយអញ្ចឹងដាក់កាមេរ៉ារៀងចិត្តតិចមើលបាទមើលតង់ໄວតិចមើលនេះឃើញទេបងប្អូននេះគឺសេរីស្មើអញ្ចឹងតង់ឃើញបងប្អូនចំណុចឲ្យស្មើអញ្ចឹងហើយបាទគឺដាក់ទៅនឹងត្រូវតង់100%ហើយគឺឆេះស្រួលទេបាទឆេះស្រួលទេបាទមានតង់ខាងមុខមានខាងក្រោយបាទពួងគឺមើលអញ្ចឹងបងប្អូនបាទគឺមើលអញ្ចឹងហើយចំណែកមួយទៀតគឺចំណែកដាក់ជាមួយនឹងផ្លិតប៊ុំទឹកបាទផ្លិតប៊ុំទឹកគឺមានតួនាទីសំខាន់ណាស់បងប្អូនគ្នាបាទឥឡូវខ្ញុំនិយាយពីតួនាទីផ្លិតប៊ុំទឹកសិនបាទខ្ញុំឃើញវីដេអូមួយប៉ុន្តែ
và cái nâng cái gì mà bạn bây giờ đang đi một con mà con ta chạy xe để chọc miền bọt bị sao bà cứ nhom pua một ô tô para thông tắc đấy cứ nhom một tô mỗi cứ rơi bay đồng bàโดยสารปัญหาตึกvà cái nàyคือสำคัญมันแต่ของผมบ่าคือสำคัญมันแต่บ่าหรือก็ถ้าใช้ไปมอโตได้ไปใช้ขนมบรรทุกไปใช้สะอาดละอให้บ่ามีสำนักmấyของผมnóก็สำนักโดยจะมันเส้นใจมันจะให้ตึกยังของผมบ่ามีตึกติ๊กไปประกลางนั่นสิมันกระทัดมอโตนี่คือใช้ละอบ่าใช้จำให้บรรทุกไปใช้ไม่ใช่ละอบ่าบ้านนักศึกษาจำให้ตึกติ๊กยังสิมันกล้ามาบ่าคือปัญหาตรองนี่คือข้อให้ของผมเราเรียกว่าคือข้อมาโดยเปรย์บ่าคือปัญหาตรองนี่คือปัญหามาปีเจ็บกับไรเฟิร์สบุมตั้งเชิงคือมีปัญหาเกิดจากจังให้บรรดาอะไรมาโตนึงคือเจ็บตักบ่าคือเจ็บตักยูนั่นหนึ่งค่าตะการของผมเราเรียกว่าเบิ่มเชื้อคือสามเมอร์ของผมมาคือยมมีทลบบัดเศร้าได้บ่าจะมาอยู่ต่อไป